ចាសួស្តីប្រិមត្តទីក្រុមនិងជាទីមេត្រីខណៈនេះនាងខ្ញុំកំពុងតែនៅលើស្លង់ឬមួយក៏នៅលើសាឡាងហៅថានៅលើដក៏បានដែរចាដែលជាមួយនឹងបងប្អូនជាប្រដ្ឋជើងចេញដំណើរពីកោះពេជ្រនេះចាចេញពីកោះពេជ្រនេះគឺសំដៅទៅកាន់រិក្ស័តគឺថាស្លង់ឬមួយក៏សាឡាងនឹងកំពុងតែបែចាបែក្បាលសំដៅមុខទៅកាន់រិក្ស័តនោះគឺយើងឃើញនៅសន្តាគារកម្ពុជាមិញនេះចានោះឃើញថាបងប្អូនជាប្រដ្ឋយើងគាត់ចុះមកលើស្លង់ឬមកក៏លើស្លាងជាបន្តទៀតដើម្បីធ្វើដំណើរឆ្ពោះទៅកាន់រិក្ស័តដូចគ្នាចានោះគឺកោះពេជ្រអាគីផ្សេងដែលកំពុងតែស្ថិតនៅលើកោះពេជ្រចានេះគឺយើងបែសំដៅទៅរកកោះរិក្ស័តទេណាចាទៅរករិក្ស័តចារិក្ស័តនេះមែនតើបងប្អូនគឺស្ថិតនៅក្នុងឃុំរិក្ស័តកាលមុនគឺនៅស្រុកលវីអែមប៉ុន្តែបច្ចុប្បន្ននេះគឺកាត់ទៅជាក្រុងមួយនៅក្នុងខេត្តកណ្ដាលដដែលទេចាឃើញថាទឹកនៅបែកខាងនេះគឺរៀងល្អណាបងប្អូនឃើញទឹកល្អទេចាទឹកដែលល្អនេះគឺថាបែកមុំ4ណាបងប្អូនជាប្រដ្ឋជាទីគោរពជាទីមេត្រីចាដែលកោះពេជ្រនេះគឺនៅទីប្រសពនៃទន្លេមុខ4តែម្ដងចាដែលយើងឃើញនោះគឺសន្តាគារសុខានៅត្រួយខាងជ្រោយច្បារចានៅខាងមុំ4នៃទន្លេមុខ4ហ្នឹងឃើញថាទន្លេបែកជា4ចាទន្លេដែលទៅបែកខាងទន្លេសុខាទៅខាងក្រោមនោះគឺយើងទៅទន្លេសាបចាបែកខាងនោះចាខាងឆ្វេងដៃដែលយើងមើលឃើញថាមានទឹកល្អផងមានទឹកថ្លាខៀវផងហ្នឹងគឺទន្លេមេគង្គចាទន្លេមេគង្គលើណាចាហើយបែកទៅខាងស្ដាំនេះបែកខាងស្ដាំទៅត្រង់រហូតចេះទៅវិញហ្នឹងគឺទៅបែកខាងព្រៃវែងចាលាក់ទៅព្រៃវែងទៅសមុទ្រចិនខាងត្បូងហ្នឹងចាឯនៅខាងក្រោយខ្នងដែលយើងកំពុងធ្វើដំណើរមកនេះយើងអាចនិយាយបានថាទៅបែកខាងទន្លេបាសាក់ណាចាហូរទៅកាន់ជ្រៃធំក៏ធំអីហ្នឹងបែកធ្លាក់ទៅក្នុងសមុទ្រចិនខាងត្បូងដូចគ្នាបងប្អូនមើលឃើញទឹកល្អក់មួយចំហៀងនេះហើយនឹងទឹកថ្លាមួយចំហៀងខាងនោះហ្នឹងគឺកន្លែងហ្នឹងវាចែកចាហាក់ដូចជាចែករវាងទឹកល្អក់ហើយនឹងទឹកថ្លាដោយឡែកពីគ្នាកន្លែងហ្នឹងគឺពិសេសចេះបងប្អូនចាយើងឃើញមហាសមុទ្រប៉ាស៊ីហ្វិកមហាសមុទ្រអាត្លង់ទិកគឺអាចហូរចូលគ្នាបានទេមែនទេមកកាត់ដល់ពណ៌ផ្សេងមកកាត់ទៀតហ្នឹងពណ៌ផ្សេងទន្លេមេគង្គមុខ4នេះដូចគ្នាដែរទន្លេមេគង្គហូរពីលើមកនោះហាក់ដូចជាថ្លាដល់ពេលហូរមកបែកខាងក្រោមនេះវិញហ្នឹងវាហាក់ដូចជាល្អក់ណាចាកន្លែងនេះគឺជាលក្ខណៈពិសេសមួយនៃទន្លេមេគង្គយើងដែរចាដែលបែកខ្លះនោះនៅផ្នែកខាងលើទឹកថ្លាយងតែម្ដងខៀវហើយបែកទឹកខាងក្រោមនេះរៀងល្អក់រៀងចាឃើញនេះបែកខាងកោះពេជ្រខាងអីនេះដែលចេញមកផុតបានបន្តិចនេះណាឃើញទឹករៀងល្អក់ចានេះយើងមកដល់កន្លែងទឹកដែលថ្លាឃើញទេបងប្អូននេះគឺយើងមកដល់ទន្លេមេគង្គលើហើយចាទន្លេមេគង្គលើហ្នឹងគឺភ្ជាប់នោះចាឃើញទេថ្លាឆ្វេងដោយសមុទ្រអញ្ចឹងមកដល់កន្លែងនេះគឺទឹកស្អាតមែនទែនបងប្អូនចាគឺទឹកថ្លាឆ្វេងតែម្ដងដែលទឹកហូរពីល្បាក់ខោនណាព្រំដែនឡាវមកដល់ប្រទេសកម្ពុជាយើងហ្នឹងគឺមកដល់កន្លែងប្រសពជា4ហ្នឹងគឺទឹកហ្នឹងញែកចែកដាច់ពីគ្នាតែម្ដងឥឡូវនេះយើងបានមកដល់នោះយើងមើលឃើញហើយថាអរិយខ្សាត់ចាកំពុងឆ្លងអរិយខ្សាត់ហ្នឹងយើងមើលឃើញជាបដាហើយបន្តិចទៀតនេះគឺយើងនឹងឆ្លងចាដបអរិយខ្សាត់ហ្នឹងឡើងទៅបងប្អូនយើងមានទិសតំបន់នៅខាងណាគឺយើងបែកខ្ញែកគ្នានៅធំកំពុងឆ្លងអរិយខ្សាត់ហ្នឹងតែម្ដងចាដល់បញ្ជាក់ជុំឡើងទៀតថាអរិយខ្សាត់ហ្នឹងគឺកាលមុនគឺស្ថិតនៅក្នុងស្រុកលវីអែមប៉ុន្តែបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងក្រុងអរិយខ្សាត់ចាខេត្តកណ្ដាលសូមអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូមួយនេះណាចា